bạn đu chốtព្រះបិតាយើងឆាប់ទៅជួយព្រះអង្គភ្លាមទៅបង្ហុយទូលបង្គំទៅជួយព្រះអង្គហើយរត់ទៅព្រះបត្រាពួកគេកំពុងតែវាយលុកខ្លាំងមកហើយព្រះបត្រាគ្រាន់តែធ្វើជាវាយគ្នាប៉ុណ្ណឹងបានហើយឆាប់រត់គេទៅអូនក្បាលយើងសុំវល់ទុកជីវិតទៅយើងមិនសម្លាប់ទេយើងនឹងទុកជីវិតឲ្យឯងអូនក្បាលយើងសុំវល់ទុកជីវិតទៅឯងនៅក្រោមវិជារបស់យើងដដែលទេប្រសានជាតិឯងគួរតែកាត់ក្បាលយើងទៅសំណាងល្អណាស់ដែលដើររបស់យើងបាត់បើមិនដូច្នោះទេឯងក៏មិនអាចរួចខ្លួនបានដែរមិនបាច់និយាយច្រើនទេគេជាអ្នកណាទៅគេគឺជាព្រះរាជវត្តសិដ្ឋាតស្ដេចនៃនគរកុសលយើងអាចបញ្ជាឲ្យអ្នកទាំងអស់គ្នានិងដំរីទាំងនេះវាយលុកទៅលើកងទ័ពរបស់ឯងស្លាប់ដោយគ្មានថ្ងៃកំណត់នោះទេហើយឯងនឹងកងទ័ពឯងត្រូវបានឡោមព័ទ្ធអស់ទៅហើយទម្លាក់អាវុធចុះភ្លាមទៅឯងនឹងចាំអ្វីដែលយើងនិយាយប្រាប់ឯងទេឯងព្រមចុះចាញ់ឬក៏មិនព្រមយើងសុកចិត្តងាប់ចុះប្រសាជាងចុះចាញ់បានហើយឈប់បង្ហូរឈាមទៀតទៅឈប់ច្បាំងគ្នាទៀតទៅអ្នករកគ្នាបានអ្វីពីការច្បាំងគ្នាសង្គ្រាមមិនដែលធ្វើឲ្យនរណារីកចម្រើនទេគឺមានតែធ្វើឲ្យមានភាពមហន្តរាយដូចជាព្រះអង្គបានជ្រាបហើយសង្គ្រាមមិនដែលនាំមកនូវជ័យជំនះនោះទេធ្វើត្បិតតែវាទទួលជ័យជំនះក៏ពិតមែនតែអ្នកទទួលជ័យជំនះនោះគឺជាអ្នកដែលទទួលការឈឺចាប់នៅក្នុងសង្គ្រាមហើយគេនឹងត្រូវបាត់បង់អ្នកដែលជាទីស្រឡាញ់របស់គេហើយក៏ត្រូវបាត់បង់ភាពរីកចម្រើនដែលបានសាងមកច្រើនឆ្នាំហេតុអីយើងចាំបាច់ច្បាំងគ្នាធ្វើអីទៅក្រែងចង់បានសន្តិភាពនៅលើទឹកដីរបស់ខ្លួនមែនទេយើងអាចលះបង់ជីវិតយើងប៉ុន្តែយើងមិនអាចសម្របសម្រួលជាមួយបានទេយើងគួរតែដោះស្រាយគ្នាទៅតាមសន្តិវិធីអ្វីគ្រប់យ៉ាងនឹងជួយឲ្យព្រះអង្គមានកិត្តិយសឡើងវិញ
គួរតែឈប់បង្ហូរឈាមគ្នាទៀតទៅហើយក៏គួរតែបញ្ចប់សង្គ្រាមនេះបើចង់សងសឹកគ្នាទៅវិញទៅមកមានតែទទួលនូវផលលំបាកទេម្ដងនេះយើងព្រមដោះស្រាយដើម្បីធ្វើឲ្យមានកិត្តិយសដល់ព្រះរាជកោរបស់យើងទាំងពីរបានទ្រង់ចង់គិតពិសេសទូលបង្គំសុំស្នើអ្វីម្យ៉ាងបានទេស្នើសុំស្អីទៅក្នុងចំណោមទ័ពទូលបង្គំម្នាក់ត្រូវមានការជ្រើសរើសឲ្យធ្វើជាអ្នកចម្បាំងពិសេសសម្រាប់កងទ័ពរបស់យើងតើសត្យវងយល់ព្រមទេអត់ទេមិនយល់ព្រមទេពួកយើងធ្វើសង្គ្រាមឈ្នះគេហើយមហារាជទូលបង្គំយល់ព្រមទ្រាំសិនទៅមហារាជយើងធ្វើសង្គ្រាមចាញ់ពួកគេហើយបើសិនជាយើងឈ្នះវិញនោះនឹងបានគ្រប់គ្រងទ័ពពួកគេហើយគឺជាការស្នើសុំរបស់ទ្រង់តែយើងនឹងជ្រើសរើសកងទ័ពដែលយើងយល់ព្រមទេទូលបង្គំយល់ព្រមដូច្នេះហើយកងទ័ពធ្វើយ៉ាងម៉េចទៅគឺយកមកកត់របស់ទ្រង់និងរបស់ទូលបង្គំមកកត់គឺជានិមិត្តរូបតំណាងឲ្យអំណាចរបស់ស្ដេចដែលធ្វើឲ្យយើងគោរពរហូតមកដល់សប្តាហ៍ថ្ងៃនេះព្រះអង្គហើយនឹងទូលបង្គំគឺត្រូវតែបដូរមកកត់គ្នាគឺដើម្បីបញ្ជាក់ពីភាពអង្អាចនៅក្នុងជួរកងទ័ពរបស់យើងដោយគ្មានការបង្ហូរឈាមព្រះអង្គយល់ថាធ្វើអញ្ចឹងជារឿងដែលត្រឹមត្រូវទេយល់ព្រមទ្រង់ជាអ្នកកំណត់ចាប់ផ្ដើមមុនចុះសិដ្ឋាទ្រង់ពាក់មកកត់ទូលបង្គំទៅមិនអាចគិតទៅផ្ដាស់បានទេបុត្រអាចស្លាប់បានដឹងទេប៉ុន្តែប្រជារាស្ត្របានស្លាប់ច្រើនជាងទូលបង្គំទៅទៀតបើទូលបង្គំឈ្នះនៅសង្គ្រាមលើកនេះទូលបង្គំអាចជួយដល់ជីវិតជាច្រើនពិតជាល្អណាស់ពេលនេះកងទ័ពរបស់យើងអាចបាញ់មកកុននេះបានឥឡូវនេះពួកយើងចាប់ផ្ដើមធ្វើការប្រកួតទៅអ្នកណាជាអ្នកវាយប្រហារទៅលើគោលដៅនេះទ្រង់ជាអ្នកដឹកនាំពិសេសនៅក្នុងកងទ័ពយើងទ្រង់ធ្វើតាមតួនាទីរបស់ទ្រង់ទៅទូលបង្គំជឿជាក់លើទ្រង់ខ្លាំងណាស់នៅពេលនេះសំណាងមករកបុត្រហើយបុត្រត្រូវតែបាញ់តម្រង់ក្បាលសិដ្ឋាមិនមែនបាញ់មកកត់នោះទេទេវទត្តមោទនភាពនិងកិត្តិយសគឺនៅក្នុងដៃរបស់ឯងហើយនៅថ្ងៃនេះឯងត្រូវទៅនាំកិត្តិយសរបស់មហានគរយើងដើម្បីលុបលាងនូវភាពអាម៉ាស់របស់យើងហើយមិនអាចបរាជ័យបានទេ
វាជាបាក់សៃយ៉ាងទេ ទូលបង្គំបានជួយសត្វបាក់សៃវាជារបស់ទូលបង្គំនោះទេ យើងត្រូវតែយកជ័យជំនះមកឲ្យសាក់វងឲ្យបានណាស់បត់ញាតាចង់លើកដំណឹងល្អមួយតែប៉ុណ្ណោះចាំទុកចុះ តើជាដំណឹងអ្វីទៅ គឺដំណឹងពីការចូលទីបង្គត់របស់ស៊ីថា មោទនភាពនិងកិត្តិយសរបស់នគរយើងគឺស្ថិតនៅក្នុងដៃក្មួយហើយ បុត្រត្រូវតែបាញ់ក្បាលរបស់ស៊ីថាត់មិនមែនមកកត់នោះ ថ្ងៃនេះបុត្រត្រូវតែធ្វើឲ្យនគររបស់យើងមានកិត្តិយសដើម្បីលុបលាងនៅភាពអាម៉ាស់របស់យើង ទេវទត្តចូលចម្រើន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  ដល់វេនត្រង់ហើយ ពិតជាល្អណាស់ល្អណាស់ Baru Capan mo Song ព្រះរាជទានទោសឲ្យទូលបង្គំផងទូលបង្គំមិនអាចធ្វើតាមបញ្ជារបស់ព្រះអង្គបានទេទូលបង្គំមិនអាចបាញ់ទម្លុះព្រះសេរសាទ្រង់បានឡើយសូមព្រះអង្គដាក់ទោសទូលបង្គំចុះមានអ្នកចម្បាំងណាទៀតទេដែលមកហ៊ានបាញ់មកកត់នៅលើក្បាលរបស់យើងនេះមហារាជគ្មានបញ្ហាអ្វីទេដែលព្រះអង្គគិតថាកងទ័ពទូលបង្គំកំសាន្តព្រោះគេខ្លាចបាញ់មិនត្រង់ទូលបង្គំសុកចិត្តចុះចាញ់ហើយឈប់សិនមហារាជគេជាសត្រូវរបស់យើងត្រូវតែកាត់ក្បាលរបស់គេនេះឲ្យធ្លាក់ទៅលើផែនដីទៅយើងប្រាប់ឲ្យឯងឈប់ទ្រង់នឹងចាំបានអ្វីដែលទ្រង់បានធ្វើមកលើយើងដែរទេ
គឺនៅពេលដែលយើងដកដើមទ្រង់ចង់ឲ្យយើងអោនក្បាលចុះសុំវកទុកជីវិតយើងក៏អាចកាត់ក្បាលរបស់ទ្រង់ក្នុងពេលនេះបានដែរប៉ុន្តែពេលនេះយើងបានសុំឲ្យគេជាអ្នកសម្រេចវាសនារបស់ទ្រង់អ្នកដែលឈ្នះសង្គ្រាមលើកនេះគឺជាអ្នកដែលសម្រេចវាសនារបស់ទ្រង់ហើយតើអ្នកណាដែលជាអ្នកនាំឲ្យទទួលបានជ័យជំនះលើកនេះគឺស៊ីថាតបុត្រមានបំណងអ្វីដែរទៅគឺអភ័យទោសហើយក៏មានសន្តិភាពបុត្រចង់បានន័យថាម៉េចសន្តិភាពគឺជាការអភ័យទោសឲ្យសត្រូវក្រោកឡើងប្រសានជីនគររបស់យើងស្គាល់ពីតម្លៃកិត្តិយសនិងការគោរពរបស់អ្នកចម្បាំងបិតារបស់ទ្រង់មហាកុសលទ្រង់គឺជាអ្នកចម្បាំងដ៏ល្បីល្បាញមួយអង្គដែរហើយយើងបានទុកជីវិតឲ្យទ្រង់គឺព្រោះតែយើងគោរពដល់បិតារបស់ទ្រង់មហារាជគេប្រឆាំងជាមួយយើងក្នុងការធ្វើសង្គ្រាមយើងគួរតែកាត់ក្បាលគេទៅឬមួយចាប់គេទៅដាក់គុកទៅមហារាជយើងមិនត្រូវជឿគេទេគេនឹងមកវាយប្រហារយើងម្ដងទៀតមិនមែនជាពេលដែលយើងត្រូវនិយាយអំពីរឿងនេះទេយើងត្រូវដោះស្រាយគ្នានៅពេលក្រោយទៀតយើងមានលក្ខខណ្ឌមួយចំនួនចំពោះទ្រង់មានបន្ទូលមកទ្រង់បានចំណាយពេលធ្វើសង្គ្រាមលើយើងច្រើនណាស់សន្យានឹងយើងមកថាទ្រង់មិនវាយប្រហារលើយើងទៀតនោះទេក៏បានទូលបង្គំសន្យាជាមួយព្រះអង្គតើសម្ដីអាចយកជាការបានទេទូលបង្គំអាចស្នើសុំអ្វីម្យ៉ាងពីទ្រង់បានទេមិនថាជាចំណែកមួយក្នុងជីវិតទូលបង្គំវាក៏ជាកិត្តិយសដែរអាចឲ្យអាវុធទាំងអស់ដែលទ្រង់មានមកទូលបង្គំបានទេទូលបង្គំនឹងយកអាវុធទាំងនោះទៅឲ្យឆ្ងាយដូច្នេះគឺមិនអាចសម្លាប់គ្នាបានទៀតទេទ្រង់គិតយ៉ាងម៉េចជាមួយអាវុធទាំងនោះទូលបង្គំនឹងដំវាហើយឆ្លាក់រាជសារនៅលើនោះថាសង្គ្រាមមិនមែនបញ្ចប់ដោយការធ្វើសង្គ្រាមទេវាគ្រាន់តែនាំជីវិតឲ្យទៅជាមួយតែប៉ុណ្ណោះសន្តិភាពនឹងនាំមកនូវក្តីស្រឡាញ់ទ្រង់ខុសប្លែកពីគេនៅក្នុងសត្យវង្សទូលបង្គំឆ្ងល់ណាស់ហេតុអីក៏ទូលបង្គំមានអារម្មណ៍ថាព្រះអង្គមិនមែនជាសត្រូវរបស់ទូលបង្គំ